បន្តនៅក្នុងកម្មវិធីនេះខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញឯកឧត្តមសែមសុខារដ្ឋលេខាធិការនិងជាអនុប្រធានគណៈកម្មាធិការតំណាងដល់ពុះអតីតយុវជននិងយុវជនសម្បទានិងជាប្រធានគណៈកម្មាធិការជាតិ Special Olympic កម្មថានិងប្រកាសប័ណ្ណនៅមហាសន្និបាតសូមគ្រប់អញ្ជើញឯកឧត្តមជាធម្មបាទសូមគោរពធម្មសន្និបាតលោកស្រីសមាជិកអង្គមហាសន្និបាតហើយដល់លោកជំទាវថ្ងៃនេះគ្នាហើយដល់ជាសមាជិកក្រុមប្រឹក្សាគុណកិច្ចអតីតយុវជនវិទ្យាស្រីក្នុងអង្គមហាសន្និបាតពុកសរុបលទ្ធផលការងារប្រចាំឆ្នាំ2020លោកស្រីដែលបានមានអង្គពេលវេលាមកចូលរួមគណៈកម្មាធិការជាតិស្វ័យសាប្រកិច្ចកម្ពុជាហើយនយោបាយដាក់ជំនាញចលនានិងធ្វើការវឹកហាត់ក្នុងគោលបំណងផ្ដល់ឱកាសដល់ជនពិការភាពជូនពួកគាត់ផងគណៈអធិបតីអស់ការងារប្រចាំឆ្នាំនិងលើកទិសដៅការរបស់យើងនេះជាទៅបើយើងប្រៀបធៀបទៅការងាររបស់រដ្ឋខ្ញុំធ្វើដល់បានទៅពីថាសន្និបាតការសន្និបាតជាមួយគ្នានេះយើងបានសហការជាមួយអង្គការសមាគមនានាដែលបដិបញ្ញាបានវឹកហាត់នៅបានចូលរួមប្រកួតកីឡាដូចជាជនពិការភាពដទៃទៀតនិងជួយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាពនិងជាការរួមចំណាយកាត់វត្តនឹងមានកម្រិតជាពិសេសចលនាកីឡាស្ពេសាលអូឡ িম্প ិកគឺពឹងផ្អែកលើការជួយឧបត្ថម្ភរៀងរាល់ឆ្នាំអ្វីទាំងនេះសពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់សុខភាពដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនជនពិការហើយក៏ជាការខិតអង្គការសង្គមស៊ីវិលសមាគមព្រមទាំងគណៈកម្មការស្វ័យសាអូឡ িম্প ិកកម្ពុជាអនុសាសន៍អូឡ িম্প ិករាជធានីខេត្តក៏ដូចជាបណ្ដាខេត្តដែលពុំបានចូលរួមដល់ជនពិការខ្សោយសតិបញ្ញាសូមយកចិត្តទុកដាក់បីបាច់ថែរក្សាដែលគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំហើយកម្ពុជាជាផ្នែកម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាយដាមលោកស្រីចា៎ដល់លោកស្រីភ្ញៀវកិត្តិយសអង្គពិធីទាំងមូលជាទីគោរពជាកិច្ចបន្តនៅក្នុងដៃការងារឆ្នាំ2026ដោយលោកឃ្លាំងចន្ទរូអគ្គលេខាធិការគណៈកម្មាធិការជាតិ Special Olympic កម្ពុជាជាបឋមខ្ញុំសូមគោរពឯកឧត្តមសាជារដ្ឋលេខាធិការក្រសួងសុខាភិបាលអតីតយុវជននិងវិទ្យាសម្បទារដ្ឋលេខាធិការក្រសួងសុខាភិបាលអតីតយុវជននិងវិទ្យាសម្បទាកម្ពុជាលោកនេះចម្រើនតំណាងក្រសួងអប់រំវិទ្យាខេត្តលោកគណៈកម្មការវិទ្យាខេត្តនិងអស់លោកស្រីទាំងអស់ជាទីគោរពខ្ញុំសូមអនុញ្ញាតជាតិ Special កម្ពុជាជាទីគោរពដ៏ខ្ពស់សូមគោរពឯកឧត្តមបណ្ឌិតមាសរិនខាងកម្ពុជានិងជាអនុប្រធានគណៈកម្មការជាតិ Special ពីកម្ពុជាជាទីគោរពជាតិពីកម្ពុជាជាទីគោរពសូមគោរពឯកឧត្តមជីសុភ័ត្រាតំណាងរដ្ឋកម្ពុជាលោកអលេកសូនប្រធានអង្គការ Family Care ដែលជាប្រធានគណៈកម្ពុជាឯកឧត្តមជំទាវលោកស្រីតំណាងការសមាគមខ្ញុំបាទសូមការអនុញ្ញាតពីឯកឧត្តមគណៈអធិបតីគណៈកម្មការជាតិ Special កម្ពុជាគឺជាស្ថាប័នកម្មក្នុងការផ្ដល់ឱកាសដល់កុមារនិងមនុស្សពេញវ័យដែលមានពិការភាព